គ្នាមិនថ្ងៃនេះខ្ញុំមកដល់ពួកជាមួយនឹងការធ្វើម៉ាឆាទាំងហ្មងតែខ្ញុំធ្វើមិនដល់ខ្ញុំធ្វើអត់ឆ្ងាញ់ទេហើយខ្ញុំធ្វើផឹកមិញក៏នៅតែអត់ឆ្ងាញ់ដែរគាត់ថាវាអត់តន់ត្រូវមាត់ខ្ញុំទេអញ្ចឹងអានេះខ្ញុំដាក់ទឹកដោះគោខ្ញុំដាក់ម៉ាឆាហើយជាមួយនឹងគេទឹកឃ្មុំអញ្ចឹងណាខ្ញុំញ៉ាំទៅរបៀបរៀង cream ប៉ុន្តែរបៀបរៀងតលាន់របៀបមិនទេអត់ឆ្ងាញ់ទេហ្នឹងហើយក៏ប៉ុន្តែខ្ញុំព្យាយាមពីម្ដងទៅម្ដងរៀងប្រសើរអញ្ចឹងខ្ញុំមកសាកធ្វើជាមួយនឹងកាហ្វេម្ដងអញ្ចឹងកាហ្វេនេះដោយសារខ្ញុំទិញកាហ្វេមកហើយខ្ញុំមកចិត្តខ្ញុំសើបបានឆុងអញ្ចឹងខ្ញុំសាកធ្វើឲ្យរបៀប creamy ចាខ្ញុំដោយសារឃើញវីដេអូរៀងតែម្ដងចឹងដូចគ្នាខ្ញុំដាក់កាហ្វេខ្ញុំដាក់ជាមួយនឹងទឹកដោះគោហើយនឹងទឹកឃ្មុំហ្នឹងហើយចឹងដល់ពេលខ្ញុំវាយជាមួយម៉ាស៊ីនទៅឲ្យវារៀងឡើងរបៀបរៀង cream រៀងពពុះអីចឹងណាហ្នឹងហើយចឹងរៀងតំណងដែរចឹងបន្ទាប់ពីខ្ញុំវាយហើយវាឡើងពពុះអានេះខ្ញុំរៀងធ្វើរៀងច្រើនបន្តិចអញ្ចឹងចាក់ដាក់កែវទៅវារៀងលើសចឹងខ្ញុំវាយហើយអស់ខ្ញុំយកទៅចាក់ដាក់ចូលកែវហ្នឹងហើយនិយាយទៅកាហ្វេនេះដាក់លើកនេះទៅគឺមានអារម្មណ៍ថាវាឆ្ងាញ់ខ្លាំងមែនតើវាឡើងខ្ទិះហើយឡើងរបៀបឈ្ងុយហើយ creamy បងប្អូនទាំងគ្នាដោយសារខ្ញុំដាក់ហ្នឹងខ្ញុំដាក់ជាមួយនឹងអាកែវដែលខ្ញុំវាយម៉ាឆាដល់ពេលចឹងវាមានជាតិម៉ាឆានឹងជាប់និយាយវាថាអូយឆ្ងាញ់មែនតើមកខ្ញុំញ៉ាំហើយឡើងជាប់ចិត្តមានជាតិម៉ាឆាតិចឆ្ងាញ់ណាអូហៀអ្នកទាំងអស់គ្នាចាំមើលខ្ញុំភ្លក់ហើយអ្នកទាំងអស់គ្នាដឹងអត់ខ្ញុំមួយថ្ងៃហ្នឹងឡើងញ៉ាំអស់2កែវកាហ្វេ2កែវម៉ាឆាមួយកែវទៀត3កែវ